ពូការរៀបចំសង្ក្រាន្តអូរនឹងឆ្នាំនេះយល់ឃើញយ៉ាងណាដែរស្អាតសប្បាយមើលទៅរៀបស្អាតហ្មងខ្ញុំសប្បាយចិត្តដែលមានសង្ក្រាន្តនៅអូរងៅសប្បាយបងសប្បាយចិត្តដែរបានរៀបចំឲ្យលោកបានលោកដើម្បីបានលុយកូនចាយបាទសប្បាយចិត្តព្រោះទីតាំងនេះមានជាវទេសចរលេងច្រើនហើយយើងសេចក្ដីយកលោកដាច់បាទលោកអាចច្រើននៅបានប្រហែលថ្ងៃខ្ញុំសប្បាយចិត្តណាស់ដែលមានសង្ក្រាន្តអូរងៅនេះឆ្នាំនេះចំពោះភ្ញៀវគឺច្រើនឃើញអ្នកនៅក្នុងស្រុកហ្នឹងឬមួយក៏មកពីឆ្ងាយនៅក្នុងស្រុកនឹងខ្លាំងអ្នកមកពីឆ្ងាយខ្លះអ្នកនៅស្រុកនឹងហៅខ្លាំងដែរហើយលោកនៅខាងក្រៅឃើញការចេញចូលមនុស្សអ៊ូអរច្រើនអត់ថ្ងៃហ្នឹងច្រើនសមមិញច្រើនសមមិញស្ទះបាទស្ទះណាលោកតន់អត់តន់សមមិញតន់ឲ្យតែលោកហ្នឹងតន់ប៉ុន្តែជានឹងតន់ដើម្បីតែចំពោះការលក់ដូរបងលក់ដាច់ទៅឆ្នាំនឹងលក់ដាច់មួយថ្ងៃបានបើកុំភ្លៀងបាន1លានអីបានមកបាន4 10 20ម៉ឺនក៏រួចដោះតល់ព្រៀមគ្រាបានពិសេសវិញបាន50ម៉ឺន20 30ម៉ឺនដែរមិនได้វត្តរាជដែរបងមនុស្សច្រើនបាន1លានជាងអីដែរខ្ញុំលក់នៅសង្ក្រាន្តអូរងៅ4ថ្ងៃហើយមួយថ្ងៃបាន30ម៉ឺន40ម៉ឺនឆ្នាំក្រោយមកធ្វើទៀតអត់ហើយឆ្នាំក្រោយចង់បានបែបហ្នឹងទៀតអត់ចង់បានយ៉ាងទៀតចង់បានដូចហ្នឹងទៀតអត់តែកុំឲ្យភ្លៀងក៏បានអត់តែបាទស៊ីជើងពីថ្ងៃភ្លៀងចឹងហើយដូចចាក់ជុំណាសំណុំពរថ្នាក់លើមានសង្ក្រាន្តចឹងរហូតរាល់ឆ្នាំនៅទលេស្ងួតហ្នឹងបាទខ្ញុំអរគុណមែនទែនបាទដល់ឯកឧត្តមបាទដែលគាត់បានរៀបកម្មវិធីនេះឡើងដើម្បីឲ្យទីបកគាត់លក់ដូរបានបាទចំណូលចូលបាទហើយនឹងមានភ្ញៀវទេសចរមកច្រើនបាទណាស់ដែរបាទអរគុណច្រើនចង់ពេលឆ្នាំក្រោយចង់ឲ្យមានទៀតដូចអញ្ចឹងឲ្យបានពួកខ្ញុំបានលក់ដូរបានលុយជួយគ្រួសារចង់មានសង្ក្រាន្តអូរងៅបន្តទៀតដើម្បីខ្ញុំលក់ដាច់បើនិយាយទៅចិត្តត្មងចង់ឲ្យមានរាល់ឆ្នាំដើម្បីឲ្យមានមនុស្សមកលេងច្រើនហើយអ្នកនៅចិត្តហ្នឹងគាត់បានលក់បានរកស៊ីអីចឹងមានចំណូលមានអីលោភាសាជាងមុនចឹងចាមានអរគុណដល់អ្នកដឹកនាំដែលបានរៀបចំសង្ក្រាន្តឲ្យគាត់ដើរលេងសប្បាយចឹងណាបងអរគុណដែលបានរៀបចំធ្វើឲ្យមានភាពសប្បាយរីករាយនៅក្នុងឆ្នាំនេះហើយសូមឲ្យមានរាល់ឆ្នាំ